ស្គាល់ម្ចាស់រថយន្ត Mercedes ដែលបង្កគ្រោះថ្នាក់ដល់រន្ធត់នៅខេត្តបាត់ដំបងស្លាប់6នាក់ទាំងកូនក្នុងផ្ទៃជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យមហាជនបច្ចុប្បន្នដឹងហើយថាកាលពីថ្ងៃទី27ខែមីនាឆ្នាំ2026វេលាម៉ោង 22:40 នាទីលើផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 246 247 នៅត្រង់ចំណុចក្រុមទី 12 ភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងមានករណីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes-Benz AMG GT 53 ពណ៌ខ្មៅពាក់សាកលេខកម្ពុជា CA 6168បានបុករះម៉ូតូ2គ្រឿងពេញទំហឹងបណ្ដាលឲ្យមនុស្ស6នាក់ស្លាប់រួមទាំងកូនក្នុងផ្ទៃយ៉ាងអាណោចអាធំរួចជនបង្កកិច្ចខ្លួនបាត់សមត្ថកិច្ចស្វែងរកមិនទាន់ឃើញនៅឡើយគណៈប្រភពខ្លះបានទម្លាយថាម្ចាស់រថយន្តបង្កជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យគណៈមហាជនស្នើសុំឲ្យសមត្ថកិច្ចពន្លឿនចាប់ជនបង្កឲ្យផ្ដន្ទាទោសបានធ្ងន់ធ្ងរបំផុតព្រោះខ្លាចអ្នកបើកបង្កខ្លាញ់ភេទយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាកើតហេតុរវាងរថយន្តមួយគ្រឿងម៉ាក Mercedes-Benz AMG GT 53ប្រភេទគ្រួសារពណ៌ខ្មៅពាក់សាកលេខកម្ពុជា CA 6168អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបើតាមអត្តសញ្ញាណដែលតម្កល់នៅក្រសួងសាធារណការម្ចាស់រថយន្តនោះមានឈ្មោះស៊ីវជ័យសិទ្ធអាយុ20ឆ្នាំបានបើកបរពីទិសខាងភ្នំពេញទិសខាងត្បូងឆ្ពោះទៅទិសខាងបាត់ដំបងទិសខាងជើងលុះមកដល់ចំណុចកាត់ហែកខាងលើបានបុកពីក្រោយម៉ូតូចំនួន2គ្រឿងលើកន្លងផ្លូវម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់សាកលេខបាត់ដំបង 1X2105 អ្នកបើកបរឈ្មោះប៉ុកស៊ីណាប់ភេទស្រីអាយុ32ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងបានស្លាប់និងអ្នករួមដំណើរចំនួន2នាក់ទៀតទី1ឈ្មោះមែនម៉ៃនាងភេទស្រីអាយុ10ឆ្នាំរស់នៅក្នុងភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងបានស្លាប់និងទី2ឈ្មោះមែនសុកមានភេទប្រុសអាយុ7ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងរងរបួសធ្ងន់បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមុងរស័យម៉ូតូទី2ម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1S1965 អ្នកបើកបរឈ្មោះសួនធានីភេទប្រុសអាយុ50ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងបានស្លាប់និងអ្នករួមដំណើរចំនួន2នាក់ទៀតទី1ឈ្មោះវុនស្រីជាភេទស្រីអាយុ43ឆ្នាំរស់នៅក្នុងភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងបានស្លាប់និងទី2ឈ្មោះច័ន្ទចៅភេទប្រុសអាយុ7ឆ្នាំរស់នៅក្នុងភូមិកកោះឃុំកកោះស្រុកមុងរស័យខេត្តបាត់ដំបងបានស្លាប់ដែលកំពុងបើកបរស្របទិសគ្នាតាមការពិនិត្យកន្លែងកាត់ហេតុកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុងរស័យបានបញ្ជាក់ឲ្យដឹងថារថយន្តបើកបរក្នុងទិសដៅពីខាងត្បូងឆ្ពោះមកទិសខាងជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកាត់ហេតុខាងលើបានបុកពីក្រោយម៉ូតូចំនួន2គ្រឿងដែលបើកបរក្នុងទិសស្របគ្នាពេញទំហឹងតែម្ដងបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្កនិងបានយកមធ្យោបាយបង្កនិងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចំណែកអស័ក្តិសិទ្ធិជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ត Mercedes-Benz AMG GT 53ពាក់សាកលេខកម្ពុជា CA 6168ឈ្មោះស៊ីវជ័យសិទ្ធអាយុ20ឆ្នាំមានស្រុកកំណើតនៅឃុំប៉ោយប៉ែតស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ17ផ្លូវ12ភូមិព្រែកតាគង់1សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យបច្ចុប្បន្នសមត្ថកិច្ចកំពុងកោះហៅមកសាកសួរប៉ុន្តែមិនទាន់ដឹងថាបុគ្គលនេះជាអ្នកបើកផ្ទាល់ឬអ្នកផ្សេងគណៈមហាជនស្នើសុំឲ្យសមត្ថកិច្ចពន្លឿនចាប់ជនបង្កព្រោះខ្លាចអ្នកបើកបរបង្កខ្លាញ់ភេទឲ្យផ្ដន្ទាទោសឲ្យបានធ្ងន់បំផុតប្រភពក្រៅផ្លូវការបានទម្លាយថាម្ចាស់ឡានដែលបង្កគ្រោះថ្នាក់ដល់រន្ធត់នៅខាងខេត្តបាត់ដំបងស្លាប់6នាក់ទាំងកូនក្នុងផ្ទៃជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យនេះបើតាមលោកសុនសុភ័ក្របញ្ជាក់